កាលពីព្រេងនាយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាដំមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាត់ចូលទៅដណ្ដឹងកូនគាត់ថាអើអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវដំជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទើបបានអញឲ្យឯងបើដំមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងគុំថាអញកាច់ណាកំឡោះនោះថាខ្ញុំបាទដំជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាអើបើឯងដំជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំទេវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកឋានហើយចុះឯងដោះក្របីលែងហើយទៅផ្ទះឯងចុះអញផ្ដាច់កូនហើយត្បិតឯងដំជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដូចកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចកាលបើអ្នកកំឡោះបក្របីទៅដល់ចិត្តមនុស្សអ្នកធ្វើជាស្ដីថាលោកថ្មឲ្យយំឡើងក្របីដើរពុំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតបើអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចុះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះឬតែតែវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនឲ្យទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលបចាំស្ដាប់យកការនៅក្រោមដំណេកតានោះព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់តតែដេកលក់វេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាដូនអានេះវាដំជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះចូលតាឯងចូលក្នុងការុងមួយទៀតដាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់ឧសលើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្គទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងការុងស្រាប់នឹងលឺហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះលបស្ដាប់ក្រោមផ្ទះឬដឹងការហើយក៏វិលទៅដេកឯផ្ទះព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនឲ្យឯងទៅកាប់ឧសលើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្គនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រឹកមិនទាន់ទាំងហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងដណ្ដាំបាយឲ្យឯងហូបកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាឲ្យខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅវិញរួចបើមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដិតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរះញ័ររង្គើទាំងការរងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចេញមិនរួចអ្នកកំលុះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ធ្វើដូចម្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចុះទេថាហើយឈរស្រែកនៅក្រៅលុះភ្លើងឆេះដល់ការរងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុះចូលទៅអូសអំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែការរងលោកតាចាស់បំរះញ័រទើបអ្នកកំឡោះស្រាយការរងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជម្រាបថាជើលោក
ម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡើងដើរតញយមកផ្ទះវិញត្រង់ខ្លួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើងណាមួយដោយរលាកភ្លើងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកឯកូនប្រសាលាទៅផ្ទះដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀតលុះយប់តាចាស់ដូនចាស់ចូលដេកក៏និយាយគិតគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាប៉ានអានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈោស្រែកមិនចូលយកទុកតតែភ្លើងឆេះដល់ក្តៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចង់មាត់ការងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបានយាយថាឥឡូវនេះយើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដារកអណ្ដើកឲ្យវាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោមិនទាន់ទេនោះយើងផ្ដាច់វាបានតាចាស់ថាតាចាស់ថាដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថាតាយាយគិតគ្នាហើយដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយវិលទៅដេកឯផ្ទះវិញដល់មាន់រងាវទៅពុនអណ្ដើកយកទៅចងទុកក្នុងកំពតស្មៅវាលឯនេះឯនោះពីពេញតែវាលដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយទៀតលុះព្រឹកប្រហាមឡើងចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ីរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដាអណ្ដើកប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឲ្យធ្វើម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅនោះឆ្លើយបាត់ហើយតាចាស់ពុនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅចៅនោះក៏បោជើង4តាមក្រោយទៅដល់វាកន្លែងវាចង់អណ្ដើកនោះវាក៏បោទៅមុខចូលកំពតស្មៅមួយធ្វើជាកោះងងតាចាស់រត់ទៅដល់វាខំបានអណ្ដើកមួយហើយទៅទៀតខំបានអណ្ដើក6 7ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ក៏អង្គុយគិតនឹងស្រែបាយស៊ីឆ្កែមើលទៅខាងឃើញក្របីមួយហ្វូងក៏បោទៅដេញខំក្របីបោចូលស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោមកស៊ីបាយអស់ហើយបោទៅបាត់ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាពុំទាន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានត្បិតវាចំណាំអីចឹងដល់ផ្ទះស៊ីបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកវិញដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដេកតាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសពគ្រប់ហើយតាឲ្យយាយជួយគិតទៀតដូនចាស់ប្រាប់ថាពីមុនវាធ្វើឆ្កែតាឯងធ្វើម្ចាស់បានជាវាធ្វើបាបតាឯងបានដូច្នោះព្រឹកនេះតាឯងឲ្យវាធ្វើម្ចាស់ម្ដងឯតាឯងធ្វើឆ្កែវិញតាយាយគិតគ្នាហើយដេកទៅចៅនោះលបស្ដាប់បានការហើយក៏ទៅដេកឯផ្ទះវាហើយព្រឹកឡើងចៅនោះទៅបំរើឪពុកក្មេកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ីរួចហើយតាក៏ប្រាប់ថាកូនឲ្យពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងអញធ្វើឆ្កែវិញចៅនោះឆ្លើយបាត់ហើយពុនបាយនឹងទឹកទៅឯតាវាធ្វើជាឆ្កែបោតាមក្រោយលុះហួសពីផ្ទះបន្តិចទៅវាខំដើរយ៉ាងលឿនគុំឲ្យឪពុកក្មេកវាបោទាន់តាបោពុំទាន់ត្បិតខ្លួនចាស់ដើរត្រុកតាមក្រោយវាឯវាក៏ប៉ែមកថាឆ្កែអីស៊ីតែបាយបង្អស់ទៅមុខមិនទៅដើរតែក្រោយម្ចាស់រកអណ្ដើកម្ដេចបានថាហើយវាឆ្កែឲ្យបោទៅមុខតាបោក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកអណ្ដើកក៏មិនបានកូនប្រសាវាស្ទើរស្លាប់ហត់ស្ទើរដាច់ខ្យល់តែពុំហ៊ានស្ដីព្រោះខ្មាស់កូនប្រសាលុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រែបាយស៊ីហើយវាថាឆ្កែអីរកអណ្ដើកមិនបានដើរតែក្រោយមនុស្សស៊ីតែបាយអង្អស់ហើយវាបង្អត់មិនឲ្យបាយស៊ីវាឲ្យតែឆ្អឹងឆ្អែងឆ្កែចាស់អង្គៀមក៏មិនបែកក្បិតគ្មានធ្មេញឃ្លានណាស់អង្គុយមើលតែមុខវាតតែវាស៊ីហើយវាវាយមួយប្រណុងទៀតវាថានហើយទៅផ្ទះចុះបើមិនផេះទេឆ្កែអីឆ្នែងយ៉ាងនឹងហើយវាឡើងដើរវិលទៅផ្ទះវិញតាចាស់ហត់ណាស់វាមិនរួចឡើងដើរទៅតាមក្រោយកូនប្រសាធ្វើមុខស្រមេះលុះទៅដល់ចៅកំឡោះប្រាប់ម្ដាយក្មេកថាម៉ែរកអណ្ដើកមិនបានទេព្រោះឆ្កែមិនស្វាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចុះព្រឹកសឹមមកវិញចៅនោះក៏លាទៅដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀតលុះដល់យប់តាយាយចូលដេកតានិយាយប្រាប់យាយពីរឿងកូនប្រសាបាបហើយបង្អត់ទាំងបាយផងដូនថានហើយឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះមានប្រាជ្ញាណាស់ឯងគិតអីក៏វាដឹងមុនទាំងអស់
វាធ្វើបាបស្ទើរតែស្លាប់ម្ដេចក៏មិនរៀងតាចាស់ឆ្លើយថានឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះប៉ុន្តែយើងធ្វើក៏ឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើតាមមិនបានសឹមផ្ដាច់វាដូនចាស់ថាឥឡូវនេះមានតែដល់ពេលមន់រងាវតាឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងការុងមួយទៀតច្រកអង្គបើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថាតាឯងទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់នៅវេលាស៊ីបាយព្រឹកក្បិតផ្លូវផ្សារក៏ឆ្ងាយដែរបើវារែកទៅមិនទាន់ទេនោះលុះមកវិញនឹងផ្ដាច់កូនពីវាបានងាយមួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាវាគិតឃើញថាស្ងាត់ហើយវាជេរមិនខានតាចាស់នឹងយាយគិតគ្នាហើយក៏ដេកទៅឯកូនប្រសាលុបស្ដាប់នៅក្រោមផ្ទះដឹងការហើយក៏ទៅដេកផ្ទះលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារដូចគិតគ្នាពីល្ងាចនោះចៅនោះរែកដើរទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញគុំឲ្យគាត់រកកធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាការុងនេះចង់មាត់មិនជាប់វាយកខ្សែចង់ថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អំរែកលើស្ពានឲ្យប្របេះត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញឲ្យថ្ងៃណាស់ហើយម្លេះសុំឲ្យអញជេរមិនខានអំរែកធ្ងន់រែកម្ដេចឲ្យតាន់ណាហើយឲ្យជេរក៏ជេរចុះអញដាក់នៅនេះទៅវាសិនរួចសឹមទៅទៀតនិយាយបណ្ដាមួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្តារស្ពានឬក្រមធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកហើយបុកក្តារក្រាំងដើរចូលមកឯតាចាស់នៅក្នុងការុងគិតស្មានថាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរះជិះផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលការុងគាត់ឆ្លក់ទឹកត្រដោញ៉ារត់ទាំងការុងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយធ្វើជាដើរមកពីវាស្រែកថានរណាហ៊ានបដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកអង្គអញអស់អញឲ្យជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយអង្គទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរះញ័រក្នុងការុងក៏ថាមានត្រីមកប្របេះផងណាហើយអញចុះទៅស្រង់មកមើលថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយថាបើវាទឹកនឹងស្រាយហាថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យថាហើយស្រាយមើលឃើញតានៅក្នុងការុងក៏ថាឲ្យម្ដេចមិនស្រែកប្រាប់ខ្ញុំគុំអីស្លាប់ទៅហើយគេបដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាលឺហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅ